ទាំងព្រឹកព្រលឹមទៀតហើយរថយន្តដឹកកម្មកររោងចក្របុកពីក្រោយរថយន្តធុនធំករណីគ្រោះថ្នាក់ចរាចរណ៍នៅព្រឹកថ្ងៃទី26ខែមេសាឆ្នាំ2025រវាងរថយន្តដឹកកម្មកររោងចក្របុកពីក្រោយរថយន្តធុនធំបណ្ដាលឲ្យមានអ្នករងរបួសជាច្រើនអ្នកកើតហេតុនៅស្រុកស្វាយទាបខេត្តស្វាយរៀងនៅខាងអ្នកពួកធំទៅបានហើយក្រុមគេបាក់ជើងហ្នឹងមើលបាក់ជើងពុំលៀបខំកដៀងនេះសិក្សាទៀតខែដល់ស្វាយរៀងយើងមើលអីខ្ញុំតែតទៅថងហើយអត់ទេដាក់ឡើងតទៅមកទៅលឿនជាងបើមិនជាងតខាងហ្នឹងខណៈជើងដល់បាក់ជើងមកនេះឡានដល់ជួយសម្រួលរាចោមើលបាក់ជើងមកនេះមើលភូមិលៀបខំកដៀងនេះសិក្សាទៀតខែដល់ស្វាយរៀងបងប្អូនយើងចរាចរណ៍ឡានទៅក៏គូតឡានដឹកស្អុយមកបានជួយមកនេះជួយសិនមកនេះទៅណាបាក់ប្រហែលអ្នកដល់ប្រហែលអ្នកអានមកច្រើនមើលប្រហែលអ្នកចុះបងបាក់ជើងនេះអត់អីទេខាងនេះបាក់ជើងអត់បាក់ទេបាក់ដែរហ៎មកអ្នកបាក់មកអ្នកទៀតចុះក្នុងមើលខាងនេះមានអីដែរអូដៃមកអ៊ីម៉ត់មានអីដែរមានបាក់ជើងនេះបាក់ជើងល្មួយហ៎ឲ្យខ្ញុំដតហាមដល់គ្នាណាភូមិលៀបខំកដៀងនេះសិក្សាទៀតខែដល់ស្វីឡានយើងនេះចុយ